ចាជម្រាបសួរពុកម៉ែបងប្អូនឥឡូវខ្ញុំលើកមេរៀនមកដើម្បីបរៀនពុកម៉ែបងប្អូនក្នុងតាម YouTube ណាចាខ្ញុំមើលអ្នកឆ្នាំជូតចាឆ្នាំជូតយើងចាក្នុងឆ្នាំជូតក្នុងស្រីឬប្រុសអញ្ចឹងណាចាពុកម៉ែបងប្អូនចាទឹកបៀដែលពណ៌ក្រហមគឺតំណាងឲ្យជាមនុស្សប្រុសចាទឹកបៀពណ៌សនេះគឺតំណាងឲ្យជាបៀសគឺតំណាងឲ្យជាមនុស្សស្រីចាអញ្ចឹងពុកម៉ែបងប្អូនមកទស្សនាមើលចាអញ្ចឹងអ្នកឆ្នាំជូតប្រុសចាត្រូវតែមានការប្រុងប្រយ័ត្នបន្តិចចាម្យ៉ាងទៀតត្រូវប្រយ័ត្នមានការបាត់បង់ទ្រព្យរបស់ចាអាចចូលរបស់ចូលអីហើយគឺវាអាចត្រូវការបាត់បង់ទៅវិញណាពុកម៉ែបងប្អូនចាតែវាអាចតាមរដូវខែដែរណាពុកម៉ែបងប្អូនចាអញ្ចឹងមនុស្សប្រុសខ្ទង់អាយុទួង30អញ្ចឹងចាប់ពីខែចាពុកម៉ែបងប្អូនចាខែដែល6ចាខែ6មិនសូវអីចូលខែ7ខែ8ខែ9គឺយ៉ាប់តិចឲ្យពុកម៉ែបងប្អូនចាអញ្ចឹងមនុស្សប្រុសចាចូលខែ6គ្រាន់បើប៉ុន្តែក៏ជាប់កាំងការស្មុគស្មាញធុញថប់ចាអញ្ចឹង3-4ខែនេះពុកម៉ែបងប្អូនត្រូវប្រយ័ត្នតិចក្នុងខែ6ខែ7ខែ8ខែ9ចាត្រូវមានការបញ្ហាអ្វីមួយមិនសូវជាល្អទេប្រយ័ត្នបាត់បង់ខូចខាតខកចិត្តផុសអស់តំណែងឬក៏មានការបញ្ហាអីមួយតែវាដោយគ្មានដឹងខ្លួនណាពុកម៉ែបងប្អូនចាអញ្ចឹង4ខែហ្នឹងចាប់ពីខែ5ខែ6ខែ7ខែ8ហ្នឹងអត់ល្អទេចូលខែ9ចាពុកម៉ែបងប្អូនចូលខែ9ខែ9ខែ10មិនសូវអីទេចាតែចូលក្នុងខែលក្ខណៈ11 12ដំណើរការអញ្ចឹងអាចថាបានរបស់ឬក៏អាចបានរបស់បាត់របស់ទៅវិញដែរពុកម៉ែបងប្អូនចាអញ្ចឹងអាចថានៅក្នុងឆ្នាំអ្នកឆ្នាំជូតខ្ទង់30ជាងចាប្រុសគឺអាចជួបការបញ្ហាល្អផងអាក្រក់ផងតែបើយើងត្រូវតែប្រុងប្រយ័ត្នមិនអីទេណាពុកម៉ែបងប្អូនចាអញ្ចឹងបែរអារម្មណ៍មកចាប់អ្នកឆ្នាំជូតខ្ទង់ស្រីវិញចាបើស្រីបើនិយាយរួមទៅអាចថានៅក្នុងខែ6ខែអីអាចប៉ុនប៉ងឬអ្វីមួយបានរបស់ទ្រពប៉ុន្តែជួបឧបសគ្គដូចគ្នាដែរចាពុកម៉ែបងប្អូនចាត្រូវការសប្បាយចិត្តក៏ຕົកក៏ធំដែរអញ្ចឹងពុកម៉ែបងប្អូនតែគ្រាន់តែថាវាអាចវាលាយឡំក្នុងលក្ខណៈគេហៅថាប្រយ័ត្នមានជំងឺឈឺដង្កាត់ឬក៏អ្នកនៅក្នុងផ្ទះមានចាស់ជរាមានអីចឹងណាចាមានបន្ទុកបដាក់បន្តិចចាធ្វើឲ្យមានការជាប់គាំងពីរបស់ទ្រពជាប់គាំងរឿងលុយកាក់អញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងជូតដែលស្រីខ្ទង់អាយុតែ30ជាងដូចគ្នាចាខ្ញុំលើកមេរៀនអ្នកឆ្នាំជូតម៉ាសិនចាចាំខ្ញុំតទៀតចាំជូតឆ្លើយថែមទៀតពុកម៉ែបងប្អូនចាអញ្ចឹងអ្នកឆ្នាំជូតខ្ទង់30មិនថាស្រីថាប្រុសចាបានអ្វីមួយហើយកុំត្រេកអរសប្បាយចិត្តចាយ៉ាត់ជួបបញ្ហាទៀតអញ្ចឹងពុកម៉ែបងប្អូនចាអរគុណច្រើន